សណ្ដាប់ប្រវត្តិសាស្ត្រខ្មែរសម័យចតុមុខនៅឆ្នាំ1431ព្រះបាទពញ្ញាយ៉ាតទ្រង់បានលើករាជធានីពីអង្គរទៅតាំងនៅទួលបាសានក្នុងខេត្តស្រីសាឈរកំពង់ចាមវិញតែដោយតំបន់នោះរងគ្រោះដោយទឹកជំនន់ព្រះអង្គក៏បញ្ជាឲ្យលើករាជធានីពីទួលបាសានទៅតាំងនៅចតុមុខវិញក្រោយពីការកសាងរាជធានីរួចរាល់ព្រះរាជាទ្រង់តាំងប្រទាននាមឲ្យព្រះនគរថាក្រុងចតុមុខមង្គលសកលកម្ពុជាធិបតីសរីធោបវរន្តបត្តិបុរីរដ្ឋរាជសីមាមហានគរការកសាងភ្នំដូនពេញរាជពង្សាវតាខ្វះបាននិទានពីប្រវត្តិនៃក្រុងភ្នំពេញដោយមានសេចក្តីសម្រួលដូចតទៅក្នុងកាលដែលកន្លងយូរទៅហើយមានស្ត្រីមេម៉ាយម្នាក់ជាអ្នកមានទ្រព្យស្តុកស្តម្ភដែលអ្នកផងហៅថាដូនពេញផ្ទះគាត់តាំងនៅលើទួលខ្ពស់មួយនៅលើត្រើយខាងលិចនៃទន្លេច្រាបឈាមទន្លេចតុមុខសប្តាហ៍ថ្ងៃនាសម័យថ្ងៃមួយក្នុងរដូវវស្សាមានទឹកជំនន់នៅប្រទេសលាវយ៉ាងធំបណ្ដាលឲ្យបោកច្រាំងរលំដើមកគាជាច្រើនហើយអណ្ដែតបណ្ដោយទឹកតាមទន្លេមេគង្គរហូតមកដល់ទន្លេច្រាបឈាមក្នុងចំណោមនោះមានដើមកគាធំមួយបានអណ្ដែតមកទើនៅត្រង់មាត់កំពង់របស់ដូនពេញគាត់ក៏បានបបួលញាតិមិត្តជិតខាងជិះទូកទៅចងដើមកគានោះហើយនាំយកមកលើគោកគាស្រាប់តែឃើញព្រះពុទ្ធរូប4ព្រះអង្គនិងរូបបដិមាថ្មមានលក្ខណៈជាព្រាហ្មណ៍នៅក្នុងប្រហោងឈើនោះពួកអ្នកស្រុកបានដង្ហែរូបបដិមាទាំងនោះយកទៅតម្កល់ទុកនៅផ្ទះដូនពេញហើយគាត់កាលបើអ្នកទាំងនោះឬសម្រាមនៅគុលបានឲ្យគេជញ្ជូនដីពូនដំបូកធំខាងអេសានផ្ទះនឹងឲ្យគេយកឈើកគានោះសង់ព្រះវិហារតូចមួយនៅលើកំពូលភ្នំនោះហើយបានយកព្រះពុទ្ធរូបទៅតម្កល់នៅក្នុងព្រះវិហារនោះនៅក្នុងឆ្នាំជូតឆស័កពស1916កស1372តមកទៀតដូនពេញបានឲ្យគេសង់ខ្ទមមួយខាងទិសឦសានព្រះវិហាររួចយកបដិមាថ្មទៅតម្កល់ទុកនៅទីនោះហើយបានសន្មតថាអ្នកតាព្រះចៅតរៀងមកសពថ្ងៃហៅថាលោកតាព្រះចៅពិធីបុណ្យសម្ពោធក៏ត្រូវបានប្រារព្ធធ្វើឡើងដើម្បីសម្ពោធពុទ្ធសេនាសនៈយ៉ាងអធិកអធមដោយអាស្រ័យហេតុនេះភ្នំនោះក៏មានឈ្មោះហៅថាភ្នំដូនពេញហើយដែលយូរទៅคล้ายនៅត្រឹមតែភ្នំពេញដូចយើងហៅសពថ្ងៃនេះគួរក៏បីបញ្ជាក់ថាចំពោះរូបបដិមាដែលដូនពេញបានរកឃើញក្នុងរន្ធដើមគគានោះរាជពង្សាវតានិងអត្ថបទចម្លងតមកទៀតនិយាយមិនស្របគ្នាសោះខ្លះថាមានព្រះពុទ្ធបដិមា4អង្គធ្វើពីលង្ហិននិងបដិមាថ្មកាន់សាំងនិងកទាព្រះនរាយណ៍ខ្លះថាមានព្រះពុទ្ធរូប2ព្រះអង្គមានព្រះភ័ក្ត្រឈោមជា4ទិសខ្លះទៀតថាមានព្រះពុទ្ធរូបសម្រិទ្ធ1ព្រះអង្គមានព្រះភ័ក្ត្រ4តាំងសមាធិនិងរូបសីលា1ដៃកាន់សាំងមានភ្នួងសក់ដូចជាព្រាហ្មណ៍តែបើតាមរូបតំណាងដែលមានតម្កល់ក្នុងព្រះវិហារវត្តភ្នំដូនពេញសពថ្ងៃគឺជាព្រះពុទ្ធរូបប្រក់នាគ4អង្គគង់លើបោះស្បុកទល់ព្រះប្រឆោងខ្នងនឹងគ្នាការកសាងរាជធានីចតុមុខក្នុងភាគ1យើងបានឃើញថានៅកស1431ព្រះបាទបរមរាជាចៅពញ្ញាយ៉ាតទ្រង់បានលើករាជធានីទៅតាំងនៅទួលបាសានក្នុងខេត្តស្រីសឈរវិញតែគង់នៅទីនោះបានតែ1ឆ្នាំក្បួនខ្លះថាដល់9ឆ្នាំដោយមានទឹកជំនន់ធំខុសធម្មតាព្រះអង្គក៏បញ្ជាឲ្យលើករាជធានីពីទួលបាសានទៅតាំងនៅក្រុងភ្នំពេញវិញនៅលើត្រើយខាងលិចនៃទន្លេច្រាបឈាមព្រះអង្គទ្រង់ត្រាស់បង្គាប់ឲ្យសម្ដេចចៅពញាកែនិងអុកញ៉ាហូរាធិបតីខៀវ
ព្រមដោយមន្ត្រីអីទៀតខ្លះផងឲ្យទៅពិនិត្យមើលទីដីដែលស្ថិតនៅជិតភ្នំដូនពេញលុះទៅធ្វើការពិនិត្យក្បួនតម្រាស់សពគ្រប់ហើយមន្ត្រីទាំងនោះក៏ថ្វាយដំណឹងទៅព្រះរាជាវិញថាតំបន់ដែលស្ថិតនៅទិសអាគ្នេយ៍នេះភ្នំដូនពេញមានជ័យភូមិល្អល្មមស្ថាបនារាជធានីបានព្រះអង្គក៏ទ្រង់ត្រាស់ឲ្យអស់ចវាយស្រុកកែនរាជមកជួយកសាងព្រះរាជនិវេសលើកដីធ្វើកំពែងសង់ប្រាសាទនិងដំណាក់តូចធំក្នុងរយៈពេលដ៏ខ្លីបំផុតលុះកិច្ចការបានបំពេញចប់សពគ្រប់ហើយព្រះអង្គក៏បានយាងមកគង់នៅរាជវាំងភ្នំដូនពេញតាមផ្លូវទឹកដោយមាននាម៉ឺនសពមុខមន្ត្រីដង្ហែមកផងលុះយាងមកដល់ហើយព្រះអង្គក៏ទ្រង់ត្រាស់បង្គាប់ចៅពញាតេជោចៅវាយស្រុកខេត្តសំរោងទូឲ្យកែនរាជលើកដីចាក់បំពេញតំបន់នៅជុំវិញវត្តភ្នំនិងក្នុងរាជវាំងដូច្នេះតំបន់នោះក៏បានរៀបស្មើល្អរហូតដល់មាត់ទន្លេដែលអ្នកផងនិយមហៅកំពង់រាបចាប់តាំងពីពេលនឹងមកឯទីដែលចៅពញាតេជោឲ្យរាជជីកយកអាចដីនោះក៏คล้ายទៅជាបឹងមួយធំជ្រៅទូលាយទើបបានគេឲ្យឈ្មោះហៅបឹងតេជោតរៀងមកគឺទីដីត្រង់ផ្សារថ្មីសពថ្ងៃតមកទៀតព្រះរាជាទ្រង់ត្រាស់បង្គាប់អុកញ៉ាវង្សាអនុជិតផ្លុងចវាយស្រុកខេត្តបាទីឲ្យជីកព្រីកបង្ហូរទឹកទន្លេចូលទៅក្នុងបារាយណ៍មួយនៅក្នុងរាជធានីសម្រាប់យកទឹកប្រើប្រាស់ដល់ប្រជារាស្ត្រទាំងអស់គ្នាព្រីកនោះគេហៅថាព្រីកអុកញ៉ាផ្លុងបើតាមស្រាវជ្រាវទៅឃើញថាពីដើមព្រីកនេះស្ថិតនៅតាមបណ្ដោយសួនច្បារនៅមុខស្ថានីយ៍កណ្ដាលនៃអយស្ម័យយានគឺស្របនឹងវិថីអុកញ៉ាផ្លុងសពថ្ងៃនេះឯងដើម្បីជាកិច្ចការពារព្រះរាជាទ្រង់បញ្ជាឲ្យជីកគូនិងលើកដីកំពែងតាំងជាសោនជាបន្ទាយព័ទ្ធជុំវិញរាជធានីដូច្នេះនៅទិសខាងត្បូងគឺព្រែកតាកែវខាងលិចព្រែកអូគោខាងជើងព្រែកពងពាយឬព្រែកចិនដំដែកព្រោះនៅកន្លែងនោះមានជនជាតិចិនរកស៊ីរបរដំដែកក្រោយពីមុខងារការពារក្រុងព្រែកទាំងនោះនៅមានមុខងារសំខាន់ម្យ៉ាងទៀតគឺយកទឹកសម្រាប់ឲ្យរាស្ត្រធ្វើស្រែនៅទិសខាងលិចពួកនាម៉ឺនសពមុខមន្ត្រីនិងពួកប្រជារាស្ត្របានសង់គេហដ្ឋានរៀងៗខ្លួនក្នុងបរិវេណនៃរាជធានីលុះសម្រាប់ការកសាងហើយព្រះរាជាទ្រង់តាំងប្រទាននាមព្រះនគរថាក្រុងចតុមុខមង្គលសកលកម្ពុជាធិបតីសរីធัวបវរអន្តបត្តបុរីរដ្ឋដារីសីមាមហានគរចំណែកឯទន្លេច្រាបឈាមក៏ត្រូវបានប្រសិទ្ធនាមថ្មីថាទន្លេចតុមុខវិញដែរក្រោយបន្តិចមកព្រះរាជបុត្រច្បងព្រះនាមនារាយណរាជាទ្រង់បានតែងតាំងជាឧបរាជហើយយាងទៅគង់ក្នុងព្រះដំណាក់នៅជ្រោយរលុះឯព្រះរាជបុត្រទី2ព្រះនាមស្រីរាជាយាងទៅគង់នៅខាងលិចត្រង់ដីទួលមួយកន្លែងដែលតមកគេហៅថាទួលព្រះស្រីម្ដុំវត្តព្រះពុទ្ធមានបុណ្យសពថ្ងៃនៅគ្រានោះព្រះវិហារក៏សាងឡើងដោយដូនពេញក៏បានត្រួតត្រងខ្លះទៅតាមកាលវេលាព្រះបាទបរមរាជាចៅបញ្ញាយ៉ាតទ្រង់បានកសាងវិហារនោះជាថ្មីឡើងវិញដោយពង្រីកនិងពូនភ្នំដីឲ្យកាន់តែខ្ពស់ជាងដើមហើយទ្រង់ចាប់ឲ្យក្រាលថ្មនៅកំពូលខាងលើនិងកសាងចេតិយមួយយ៉ាងធំពីខាងក្រោយព្រះវិហាររួចព្រះអង្គទ្រង់បញ្ជាឲ្យទៅយកព្រះពុទ្ធបាឌីមាលង្ហិនដែលសេសសល់នៅនគរវត្តព្រមទាំងរូបសិង្ហតមកតម្កល់និងតាំងនៅលើភ្នំនោះពិធីត្រូវធ្វើអស់រយៈពេល3ថ្ងៃគេយកព្រះពុទ្ធបាឌីមាដែលដូនពេញបានរកឃើញពីក្នុងដើមគុគាពីមុននោះទៅតម្កល់ក្នុងជាន់ខាងលើនៃចេតិយធំឯព្រះពុទ្ធបាឌីមាដែលយកពីនគរវត្តត្រូវបានតម្កល់នៅក្នុងជាន់ក្រោមវត្តភ្នំដូនពេញត្រូវប្រសិទ្ធនាមថ្មីថាវត្តព្រះចេតិយពពតវិញក្រៅពីនេះព្រះរាជាទ្រង់បានចាត់ឲ្យកសាងវត្តអារាមនៅច្រើនកន្លែងក្នុងរាជធានីវត្ត2នៅខាងកើតវត្តភ្នំគឺវត្តធម្មលង្កានិងវត្តកោះវត្ត1នៅខាងត្បូងអូចិនដំដែកគឺវត្តព្រះពុទ្ធខូសាសពថ្ងៃហៅវត្តព្រះពុទ្ធខូសារាមឬវត្តចិនដំដែកនៅជាប់នឹងវត្តភិពតរាំងសីមានវិថីអុកញ៉ាខណ្ឌកណ្ដាលនៅខាងមុខព្រះវិហារវត្តនេះ
សពថ្ងៃគេឃើញមានរូបទ្វារបាល2នាក់ជារូបចិនដែលគេអាចមើលស្គាល់យ៉ាងងាយដោយសារលក្ខណៈមុខមាត់សម្លៀកបំពាក់និងគ្រឿងអាវុធវត្តមួយនៅត្រង់មាត់ទន្លេក្បែរពាកព្រៃអុកញ៉ាប្លុងគឺវត្តពីមប្លុងវត្តមួយនៅត្រង់ចេតិយធំវត្តអូនណាឡូមហើយវត្តមួយទៀតហៅវត្តខ្ពប់តាយ៉ងគួរកត់បីកត់សម្គាល់ថាវត្តចុងក្រោយនេះសពថ្ងៃស្ថិតនៅត្រង់វត្តបុទុមវតីបើតាមអក្សរចារឹកតម្កល់នៅទីនោះព្រះបាទបរមរាជាចៅបញ្ញាយ៉ាតបានសាងវត្តនេះនៅកូស1444លើកទី1មានទំហំ202ម៉ែត្រគុណនឹង260ម៉ែត្រវត្តនេះគេហៅថាវត្តខ្ពប់តាយ៉ងព្រោះនៅខាងត្បូងមានខ្ពប់របស់តាយ៉ងព្រះវិហារវត្តនេះត្រូវបានកសាងថ្មី2លើកទៀតលើកទី1នៅកូស1865ក្នុងរជ្ជកាលព្រះបាទសម្ដេចនរោត្តមលើកទី2នៅកូស1937ក្នុងរជ្ជកាលរបស់ព្រះស៊ីសុវត្ថិមុនីវង្សគួរក៏បីជ្រាបម្យ៉ាងទៀតថាវត្តអូនណាឡោមនៅរក្សាឈ្មោះដដែលតាំងពីពេលកសាងរហូតមកដល់សប្តាហ៍ថ្ងៃហើយឈ្មោះនេះត្រូវបានប្រសិទ្ធឡើងដោយយកតាមឈ្មោះចៃតយ័យដែលគេបញ្ចុះព្រះអូនណាឡោមគឺរៀមប្រជុំចិញ្ចើមនៃព្រះអាសាចថេរនៅខាងមុខវត្តនេះគឺនៅជិតមាត់ទន្លេព្រះរាជាទ្រង់ឲ្យសាងឃ្លាំងមឿងមួយអ្នកតាចាំស្រុកឈ្មោះអ្នកតាប្រាជ្ញ 2. សង្គ្រាមរំដោះយកអាណាខេត្តខ្មែរទិសខាងលិចពីសៀមព្រះស្រីរាជាជាព្រះអនុជព្រះបាទនរាយណ៍រាជាបុត្រច្បងនៃព្រះបាទបញ្ញាយ៉ាតក្រោយពីឡើងស្នងរាជនៅឆ្នាំ1469មកជានិច្ចកាលតែងចិញ្ចឹមចិត្តដឹកនាំប្រទេសជាតិឲ្យបានថ្កឹមថ្កើងរុងរឿងសម្បូរសម្បាយព្រះអង្គមានមនសិការជាតិខ្ពស់ស្ទាយស្រណោះទឹកដីប៉ែកខាងលិចដែលបាត់បង់ដោយសៀមរឹបអូសលេបត្របាក់យកកន្លងទៅព្រះអង្គទ្រង់បានរៀបចំចាត់តាំងអាជ្ញាធរខេត្តមានមឿងចំណុះក្រុងរាជធានីស្រុកមឿងឃុំភូមិឲ្យមាំមួននិងបានកសាងកម្លាំងទ័ពទាំងជើងគោកទាំងជើងទឹកព្រមទាំងភស្តុភារសឹកស្បៀងនិងទ័ពបំរុងឲ្យខ្លាំងពូកែនិងស្ទាត់ជំនាញនៅឆ្នាំ1475ព្រះបាទស្រីរាជាបានប្រកាសធ្វើចម្បាំងរំដោះយកទឹកដីខ្មែរដែលសៀមយកក្នុងរជ្ជកាលព្រះរាជាមុនមកវិញទ្រង់បានដឹកនាំទ័ពដោយព្រះអង្គឯងហើយចាត់តាំងព្រះស្រីសរយោទ័យជាក្មួយឲ្យកម្លាំងទ័ពនិងប្រមូលស្បៀងឧបត្ថម្ភសមរភូមិមុខរីឯព្រះធម្មរាជាដែលជាឧបរាជនិងជាព្រះអនុជត្រូវបានចាត់តាំងឲ្យនៅថែរក្សារាជធានីចតុមុខកងទ័ពជាតិខ្មែរដឹកនាំដោយព្រះរាជាផ្ទាល់បានលើកសម្ដៅទៅទិសខាងលិចហើយបានកម្ចាត់ពួកសៀមឈ្លានពានឲ្យចេញផុតពីទឹកដីខ្មែររួចកាន់កាប់អាណាខេត្តទាំងអស់នោះដែលសៀមបានលេបយកដូចជាខេត្តនគររាជខេត្តបស្ចិមបុរីខេត្តរយង់និងខេត្តចន្ទបុរីនៅក្នុងចម្បាំងរំដោះយកអាណាខេត្តទាំងប៉ុន្មានខាងលើនេះព្រះរាជាទ្រង់សប្បាយរីករាយណាស់ដោយឃើញរាជខ្មែរដែលរស់នៅទីនោះបានងើបឡើងពួតកម្លាំងគ្នានឹងកងទ័ពជាតិដើម្បីកម្ចាត់សត្រូវលេបទឹកដីឲ្យអស់ពីមាតុភូមិជោគជ័យដ៏ត្រចះត្រចង់នៃចម្បាំងនោះបានជំរុញឲ្យព្រះរាជាខ្មែរសម្រេចព្រះទ័យវាយកំទេចកម្លាំងទ័ពជាតិសៀមឲ្យរលាយអស់ក្នុងពេលនោះតែម្ដងក្រោយពីសម្រេចព្រះទ័យដូចនោះហើយព្រះអង្គក៏រៀបក្បួនទ័ពវាយលុកចូលរហូតដល់ក្រុងអយុធយាទីក្រុងអយុធយាត្រូវឡោមព័ទ្ធព្រះអង្គទ្រង់ប្រាថ្នារំលាយរាជធានីនេះចោលប៉ុន្តែពេលនោះដោយឧកញ៉ាចក្រីមនដែលជាប្រមុខទ័ពបានទទួលមរណភាពក្នុងសមរភូមិបន្ទាប់ពីត្រូវរបួសជាទម្ងន់និងដោយកងទ័ពខ្មែរថមថយកម្លាំងផែនការរំលាយរាជធានីសៀមក៏ត្រូវអាក់អន់ទន្ទឹមនឹងនោះដែរវិបត្តិរាជវង្សខ្មែរក៏ផ្ទុះឡើងដូចនេះផែនការរំដោះយកខេត្តខាងលិចដែលសៀមបានទន្ទ្រានយកកន្លងមកនោះត្រូវរលាយអស់ទៅវិញអន្តរាគមន៍របស់ស្ដេចសៀមនៅក្នុងវិបត្តិរាជវង្សខ្មែរក្បួនរាជវង្សាវតារផ្សេងសុទ្ធតែបាននិយាយពីអន្តរាគមន៍របស់សៀមក្នុងចំនួនរវាងស្ដេចខ្មែរប៉ុន្តែរបៀបធ្វើអន្តរាគមន៍នោះឃើញថាមានបែបផែនខុសៗគ្នាក្បួនខ្លះបញ្ជាក់ថាគឺព្រះធម្មរាជាដែលត្រូវជាបុត្ររបស់អ្នកមនាងសៀមស្រងៀមនេះឯងដែលទៅពឹងកម្លាំងសៀម
ដើម្បីដោះស្រាយបញ្ហាចម្បាំងក្នុងគ្រួសារផងនិងដើម្បីបានសោយរាជតែម្នាក់ឯងផងនៅពេលដែលព្រះបាទស្រីរាជាជួបដៃប្រយុទ្ធនៅសមរភូមិឯនោះព្រះអង្គម្ចាស់ស្រីសូរិយោទ័យជាក្មួយរបស់ព្រះអង្គបុត្រព្រះនារីរាជាមានគំនិតក្បត់ហើយគេចខ្លួនចេញពីរាជធានីចតុមុខទៅបំបះបំបូរប្រជារាស្ត្រនៅត្រើយខាងកើតទន្លេធំទន្លេមេគង្គក្សត្រអង្គនេះបានបង្កទ័ពវាយដណ្ដើមយកខេត្តជាច្រើនមកត្រួតត្រាមានខេត្តស្រីសុឈរត្បូងឃ្មុំបាភ្នំដូនណៃបន្ទាប់មកកងទ័ពស្រីសូរិយោទ័យបានទន្ទ្រានយកខេត្តខាងជើងខ្លះបានទៀតដូចជាកំពង់សៀមស្ទឹងត្រង់ជើងព្រៃបារាយជាដើមបណ្ដាខេត្តដែលកងទ័ពស្រីសូរិយោទ័យវាយទន្ទ្រានយកបានត្រូវបានបង្កើតជាតំបន់អបគមមួយដែលមានឈ្មោះថាអាណាចក្រខ្មែរខាងកើតដែលមានរាជធានីនៅស្រីសុឈរលុះបានកាន់កាប់ទឹកដីមួយភាគធំរួចហើយស្រីសូរិយោទ័យបានពំពងរៀបទ័ពចេញទៅស្កាត់ផ្លូវព្រះបាទស្រីរាជាម្ចាស់ទឹកដីថែមទៀតរីឯព្រះបញ្ញាធម្មរាជាដែលជាឧបរាជនៅថែរក្សារាជធានីចតុមុខបានថ្វាយព័ត៌មានសពគ្រប់ទៅព្រះស្រីរាជាព្រមទាំងស្នើសុំឲ្យព្រះអង្គនាំទ័ពឡើងទៅវាយខ្ចាប់ទ័ពក្បត់ស្រីសូរិយោទ័យពីខាងជើងមកវិញដោយទទួលព័ត៌មាននេះព្រះបាទស្រីរាជាក៏បានចាត់តាំងកងទ័ពឲ្យថែរក្សាទឹកដីខាងលិចសម្រាប់ទប់ទល់នឹងកងទ័ពសៀមហើយព្រះអង្គក៏លើករេពលមកធ្វើសង្គ្រាមជាមួយស្រីសូរិយោទ័យវិញតាមផែនការចម្បាំងស្នើឡើងដោយបញ្ញាធម្មរាជាមកដល់ខេត្តអមរិន្ទបូរបច្ចុប្បន្នស្រុកបរិបូរព្រះអង្គទ្រង់បានបញ្ជូនកងទ័ពឆ្លងទន្លេទៅត្រើយខាងជើងហើយក៏បានបើកការវាយបណ្ដេញទ័ពបះបោឲ្យបាក់រត់ចេញពីអាណាខេត្តខាងជើងថយមកនៅត្រើយខាងកើតទន្លេមេគង្គវិញបន្ទាប់មកព្រះអង្គបានសង់បន្ទាយបោះទ័ពគង់នៅក្នុងខេត្តកំពង់សៀមត្រៀមធ្វើសឹកសង្គ្រាមបន្តទៀតក្នុងខណៈនោះដែរបញ្ញាធម្មរាជាក៏បង្ហាញពុទ្ធបុត្ររបស់ខ្លួនឲ្យឃើញជាក់ស្ដែងដោយបញ្ជូនរាជវង្សានុវង្សព្រះអង្គទាំងព្រះរាជទ្រព្យខ្លះទៀតក្រៅពីលំប៉ែងនិងព្រះខ័ន្តរាជទៅថ្វាយព្រះបាទស្រីរាជាហើយនឹងរៀបចំទ័ពមួមុនការពារកុំឲ្យទ័ពខួយជ្រៀតចូលមកលើដែនដីដែលខ្លួនហួងហែងនោះបានការបែកបាក់គ្នានិងចម្បាំងរាំងជលឥតឈប់ឈររវាងរាជវង្សានុវង្សខ្មែរនាពេលនោះបានផ្ដល់ផលវិបាកយ៉ាងអាក្រក់ដល់សង្គមខ្មែរដូចជាចោរកម្មប្លន់កាប់សម្លាប់ទុរភិក្សជំងឺរាតត្បាតនៅឆ្នាំ1448ព្រះធម្មរាជាដោយមានបំណងចង់សោយរាជតែម្នាក់ឯងបានលួចតាក់ទងជាសម្ងាត់ជាមួយស្ដេចសៀមដើម្បីស្នើសុំជំនួយកម្លាំងយោធាស្ដេចសៀមសពព្រះទ័យយ៉ាងខ្លាំងហើយព្រមព្រៀងតាមសំណើព្រះបាទធម្មរាជាដោយបានបញ្ជូនកម្លាំងទ័ពសៀមមកក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងន័យចូលមកសម្រុះសម្រួលព្រះរាជាខ្មែរទាំង3អង្គដែលកំពុងប៉ះតេងគ្នាក្នុងពេលកងទ័ពសៀមចូលមកក្រុងចតុមុខព្រះធម្មរាជាក៏បានរៀបចំទទួលយ៉ាងអឹកធឹកហើយយាងព្រះចៅចក្រពត្រាធិរាជចូលគង់ក្នុងដំណាក់រាំងភ្នំដូនពេញបន្ទាប់មកសេនាបតីខ្មែរសៀមក៏ចាប់ផ្ដើមប្រឹក្សាអំពីផែនការចម្បាំងកំចាត់ព្រះបាទស្រីរាជានិងព្រះបាទស្រីសូរិយោទ័យកាលបដិងពីសម្ព័ន្ធភាពធម្មរាជានិងស្ដេចសៀមចក្រពត្រាធិរាជមកព្រះបាទស្រីរាជាក៏កោះទីប្រឹក្សាទាំងអស់មកជំនុំពិភាក្សាគ្នាភ្លាមព្រះបាទស្រីរាជាទ្រង់ឆ្វេងយល់ថាត្រូវចងមេត្រីភាពវិញជាការគួរព្រោះកម្លាំងខ្មែរបែកបាក់គ្នាអស់ហើយឯបណ្ដាប្រជានុរាស្ត្រទៀតសោតក៏រងគ្រោះនិងនឿយណាយក្នុងសង្គ្រាមពេលនោះអង្គប្រជុំបានសម្រេចយកផ្លូវចរចាបញ្ចប់ចម្បាំងប៉ុន្មានថ្ងៃក្រោយមកកងទ័ពសៀមខ្មែរចេញពីចតុមុខក៏មកដល់កំពង់សៀមហើយឡោមព័ទ្ធបន្ទាយព្រះបាទស្រីរាជាជុំចិត្តទាំងអស់ពេលនោះអុកញ៉ាក្រឡាហោមឹងក៏ចេញទៅជួបព្រះចៅចក្រពត្រានិងបញ្ញាធម្មរាជាដើម្បីទូលពីបំណងនៃព្រះបាទស្រីរាជាដែលចង់សុំចងមេត្រីភាពព្រះរាជាទាំងពីរអង្គត្រេកអរជាខ្លាំងហើយក៏សុំយាងព្រះបាទស្រីរាជាមកប្រថាប់ក្នុងព្រះពន្លារស់ហើយស្ដេចទាំង3អង្គបានលើករាយពលចេញពីកំពង់សៀមមកតាំងនៅឧដុង្គ
ដើម្បីរួមពិភាក្សាបញ្ចប់សង្គ្រាមផ្ទៃក្នុងនេះរួចក្នុងឱកាសបើកកិច្ចចរចាជាដំបូងព្រះធម្មរាជាបានស្នើសុំឲ្យព្រះចៅសៀមធ្វើជាចៅក្រមផ្សះផ្សាទំនាស់ក្នុងព្រះរាជវង្សខ្មែរស្ដេចសៀមព្រះចៅចក្រពត្តិក៏បានយល់ព្រមហើយសម្រេចយកព្រះបាទស្រីរាជា និងស្រីសុរិយោទ័យទៅគង់នៅឯក្រុងអយុធ្យាប្រទេសសៀមចាប់ពីពេលនោះមកប្រទេសកម្ពុជាបានសុខសន្តិភាពឡើងវិញព្រះបាទធម្មរាជាត្រូវបានស្ដេចសៀមរៀបចំអភិសេកជាព្រះមហាក្សត្រក្រុងកម្ពុជាក្នុងឆ្នាំ1489នៅរាជធានីចតុមុខក្រោយពីបានជួយធ្វើអន្តរាគមន៍ផ្សះផ្សាទំនាស់ក្នុងរាជវង្សខ្មែរមកស្ដេចសៀមបានទាមទារយកខេត្តដែលព្រះបាទស្រីរាជាទើបរំដោះបាននោះទៅវិញទាំងអស់ដោយឈឺចិត្តចាញ់ឧបាយកលធម្មរាជាខ្លាំងពេកព្រះបាទស្រីរាជាក៏ទ្រង់ប្រឈួនរួចសុគតនៅឯរាជធានីអយុធ្យាដោយបន្សល់ទុកពញាអង្គជាបុត្រផ្ញើនឹងព្រះចៅសៀមមួយឆ្នាំកន្លងមកព្រះស្រីសុរិយោទ័យក៏ចូលទៅវង្គតបន្តទៀតត្រង់នេះគួរតែស្ដេចសៀមនាមបារម្ភត្រៃលោកនាថត្រូវជាងត្បិតក្នុងពងសាវតាសៀមចំណែកចក្របត្រាធិរាជប្រសូតនៅឆ្នាំ1509ទេក្នុងវិបត្តិនេះគេខ្ចីសាច់រឿងសតវត្សទី16មកបំពេញចន្លោះព្រឹត្តិការណ៍សតវត្សទី15ព្រោះសម័យនោះសៀមជាប់ចម្បាំងនឹងលានាដូច្នេះខ្មែរប្រហែលឆ្លៀតឱកាសនេះច្បាំងយកខេត្តចាស់មកវិញឬក៏ថាព្រឹត្តិការណ៍នេះអាចគ្មានឬក៏នគរបានបែកជា3រដ្ឋដរាបដល់ចន្ទរាជាឡើងសោយរាជ្យទើបរដ្ឋទាំង3ក្លាយជារាជាណាចក្រឯកភាពមួយវិញនៅសម័យលង្វែកយ៉ាងណាស្ដេចកនព្រះបាទធម្មរាជាចូលទៅវង្គតនៅឆ្នាំ1505ហើយរាជបុត្រច្បងរបស់ព្រះអង្គបានឡើងសោយរាជ្យស្នងព្រះអង្គដោយតែងតាំងព្រះអនុអង្គច័ន្ទជាព្រះមហាឧបរាជក្រោយពីឡើងគ្រងរាជសម្បត្តិរួចហើយព្រះបាទត្រីនគរតពុទ្ធទ្រង់សពព្រះរាជហឫទ័យទៅគង់នៅរាំងទួលបាសានស្រុកស្រីសូឆស្រីសន្ធរឯព្រះមហាឧបរាជអង្គច័ន្ទទ្រង់ឲ្យគង់នៅក្រុងចតុមុខនៅឯរាជវាំងទួលបាសានព្រះបាទត្រីនគរតបុត្រសពព្រះតីប្រពៀតបឹងបងសំណាញ់កំសាន្តនឹងយាងចូលព្រៃបរបាញ់សត្វទីនោះហើយដែលព្រះអង្គទ្រង់ប្រតិព័ទ្ធទៅលើរូបនាងពៅបុត្រីរបស់ពិជ័យនាគនិងនាងបានក្រោយមកទ្រង់បានលើកនាងពៅជាស្នំឯកឯប្អូននាងពៅឈ្មោះកនទ្រង់បានតែងតាំងជាមហាតលកិតនិងក្រោយមកទ្រង់ដំឡើងយុសកៈនាងកនជាខុនលួងព្រះស្ដេចនៅឆ្នាំ1509ព្រះបាទត្រីភៅគុណធបុត្រទ្រង់កើតមន្ទិលសង្ស័យខ្លាចខុនលួងព្រះស្ដេចកនក្បត់ជ្រែករាជព្រះអង្គរិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់នាងកនចោលតែការនោះត្រូវបែកធ្លាយដោយសារព្រះស្នំឯកហើយនាងកនក៏ភៀសខ្លួនទៅកាន់អាណាខេត្តត្រួយខាងកើតបង្កជាកម្លាំងទ័ពប៉ុនប៉ងសងសឹកនឹងព្រះរាជាវិញនៅបណ្ដាអាណាខេត្តត្រួយខាងកើតនាងកនបានប្រើល្បិចបញ្ឆោតចៅវាយខេត្តនានាថាខ្លួនទទួលបេសកកម្មពីព្រះបាទត្រីភៅគុណធបុត្រមកកែងទ័ពទៅកំចាត់មហាឧបរាជចន្ទរាជាដែលក្បត់រាជបល្ល័ង្កប្រាថ្នាសោយរាជ្យនៅចតុមុខដំណឹងនេះបានឮដល់ព្រះអង្គច័ន្ទធ្វើឲ្យព្រះអង្គនឹកស្មានថាព្រះបាទត្រីភៅគុណធបុត្រជាព្រះរាមចោទព្រះអង្គដោយការឃោសនារបស់ខុនលួងព្រះស្ដេចកនមែនក៏នាំញាតិវង្សានុវង្សភៀសទៅសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសសៀមបន្ទាប់ពីព្រះអង្គច័ន្ទយាងចេញផុតទៅនាងកនក៏ចាប់ផ្ដើមវាយលុកយកខេត្តនានាដែលនៅជិតរាជធានីទួលបាក់សានកងទ័ពព្រះបាទត្រីភៅគុណធបុត្រចេះតែដកថយនៅឆ្នាំ1512ព្រះបាទត្រីនៅគុណធបុត្រត្រូវកងទ័ពនាយុណនធ្វើគុតនៅក្នុងបន្ទាយស្ទឹងសែនក្រោយពីបានជ័យជំនះហើយនាយុណនបានប្រកាសខ្លួនជាព្រះមហាក្សត្រនៃប្រទេសកម្ពុជាដោយមានព្រះនាមថាព្រះស្រីចេថាធិរាជរាមាធិបតីគង់នៅក្រុងស្រីសឈរហើយក្រោយមកនៅឆ្នាំ1514
ព្រះបាទស្រីចេតថាធិរាជរាមាធិបតីបានកសាងរាជធានីថ្មីមួយទៀតនៅចន្លោះត្បូងឃ្មុំនិងខេត្តបាភ្នំត្រង់ភូមិស្រឡប់ដែលព្រះអង្គទ្រង់ប្រទាននាមថាក្រុងស្រឡប់ពីជ័យព្រៃនគរ3ឆ្នាំក្រោយមករាជធានីនេះមានប្រជារាស្ត្រមករស់នៅកុះកកាន់តែច្រើនឡើងជាងរាជធានីចាស់ប្រទេសជាតិបានទទួលសន្តិភាពហើយពួកបរទេសជាច្រើនបានចូលមកធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រាក់ស្ទឹងសញ្ញារូបនាគត្រូវបានបោះពុម្ពឲ្យប្រើពាសពេញផ្ទៃប្រទេសដើម្បីសម្រួលវិស័យពាណិជ្ជកម្មក្នុងនិងក្រៅប្រទេសប្រជានុរាស្ត្រមានជីវភាពខ្ពស់ជាងមុនដោយសារវិធានការមួយចំនួនរបស់ស្ដេចកនដូចជាបន្ធូរបន្ថយពន្ធដារបន្ថយពិន័យព្រមទាំងកែប្រែច្បាប់ព្រហ្មទណ្ឌឲ្យមានលក្ខណៈធូរស្រាលជាងមុនសង្គ្រាមរវាងស្ដេចកននិងព្រះអង្គច័ន្ទឬព្រះច័ន្ទរាជាព្រះអង្គច័ន្ទដែលបានភៀសព្រះអង្គទៅប្រទេសសៀមអស់រយៈពេល8ឆ្នាំមកហើយក៏មិនខុសពីក្សត្រខ្មែរដទៃទៀតដែរក្រោមការឧបត្ថម្ភពីស្ដេចសៀមព្រះអង្គទទួលភាពប្រណិតក្នុងជីវភាពទ្រង់មានភារកិច្ចជាអ្នកទាក់ដំរីឲ្យព្រះចៅចក្រពត្តិនៅឆ្នាំ1515ព្រះអង្គច័ន្ទខិតខំរិះរោចគ្រប់មធ្យោបាយចូលមកដណ្ដើមរាជពីស្ដេចកនវិញមុននឹងយាងចូលព្រះនគរវិញព្រះអង្គចូលជួបបញ្ញាអង្គដែលមានព្រះអាយកោមួយជាមួយគ្នាទ្រង់ជាបុត្រព្រះស្រីរាជាទ្រង់ទូលថាអ្នកបងលេងគិតស្រុកយើងហើយឬបានជាគង់នៅប្រងើយមិនអើពើនឹងរឿងអក្បត់ឈ្មោះកនយករាជសម្បត្តិបានដូចនេះទ្រង់ពុំស្ដាយព្រះវង្សមហាក្សត្រនិងព្រះនគរទីឬព្រះភិញ្ញាអង្គទ្រង់ឆ្លើយថាអូនអើយបងមកនៅក្រុងទេពនេះជាឆ្លើយព្រះពុទ្ធចៅទេព្រះពុទ្ធចៅស្ដេចពុំយកទោសបងស្ដេចប្រោសបងឲ្យបងគ្រងស្រុកសុវណ្ណខលោកនេះជាខេត្តធំស្មើនឹងខេត្តព្រះរាជបុត្រទៅហើយបងបានប៉ុណ្ណោះហើយបងក៏បានសុខណាស់ហើយបើបងបានសុខដូចនេះហើយបងនឹងគិតរកសុខអីណាទៀតចំណែកឯស្រុកខ្មែរវិញបងលែងនឹករលឹកអាឡោះអាល័យហើយតាមតែអ្នកអូនគិតគូចុះតើសង្គ្រាមរវាងស្ដេចកននិងព្រះអង្គច័ន្ទផ្ដល់ផលវិបាកអ្វីខ្លះដល់សង្គមខ្មែរស្ដេចកនក្រោយពីបានទទួលសារពីចៅហ្វៃខេត្តពោធិ៍សាត់ក៏បញ្ជាឲ្យសេនាបតីរៀបចំក្បួនទ័ពចេញទៅច្បាំងនឹងព្រះអង្គច័ន្ទនៅក្រគរប៉ុន្មានថ្ងៃក្រោយមកឆាកប្រយុទ្ធកាប់សម្លាប់គ្នាឯងយ៉ាងសាហាវបំផុតបានចាប់ផ្ដើមនៅលើសមរភូមិក្រគរដោយពលទាហានស្លាប់ច្រើនពេកទ័ពព្រះអង្គច័ន្ទក៏ដកថយមករាំងសត្រូវនៅឯបន្ទាយពោធិ៍សាត់វិញចៅហួកៅដែលជាមេទ័ពរបស់ស្ដេចកនបានបញ្ជាទ័ពឲ្យដេញតាមតែវាសម្រុកពុំចុះសោះក៏ដកទៅតាំងបន្ទាយនៅចម្ងាយប្រហែល3សហិទីម៉ែត្រពីហ្វត្រូវដើម្បីរងចាំជំនួយពីក្រុងស្រឡប់ពីជ័យមកទៀតក្នុងអំឡុងផ្អាកការប្រយុទ្ធនេះតាពេជ្របានសម្រេចចិត្តធ្វើអត្តឃាតយ៉ាងអររឹកចំពោះមុខកងទ័ពនិងប្រជានុរាស្ត្រក្នុងខេត្តនៅដើមឆ្នាំ1517បន្ទាប់ពីព្រឹត្តិការណ៍នេះមកជ័យជំនះបានមកខាងព្រះច័ន្ទរាជាមេទ័ពស្ដេចកនចៅហ្វ្រឿកៅបានដកទ័ពរត់ទៅកាន់ភូមិភាគខាងកើតវិញចាប់ពីពេលនោះមកព្រះអង្គច័ន្ទក៏ទន្ទ្រានយកបានខេត្តជាច្រើនជាបន្តបន្ទាប់ដូចជាក្រគរខ្នងក្រងបរិបូរបារាយជើងព្រៃស្ទោងកំពង់សៀមកំពង់ស្វាយោលុះមកដល់រដូវវស្សាស្ដេចកនបានផ្ញើសារទៅព្រះអង្គច័ន្ទដើម្បីផ្អាកសង្គ្រាមមួយរយៈទុកពេលឲ្យប្រជារាស្ត្រធ្វើស្រែចម្ការការផ្អាកឈប់ប្រយុទ្ធគ្នាត្រូវបានអនុវត្តដោយភាគីទាំងសងខាងហើយសង្គ្រាមបានចាប់ផ្ដើមឡើងវិញនៅពេលចប់រដូវធ្វើស្រែចូលមកដល់ខែទី3នៃឆ្នាំ1518កងទ័ពរបស់ព្រះអង្គច័ន្ទចំនួន 10,000 នាក់បានវាយលុកចូលខេត្តសំរោងទងបាទីត្រៀងរួចមកវាយចាក់ទៅមុខទៀតដូចនេះទឹកដីខ្មែរនៅត្រើយខាងលិចទន្លេមេគង្គត្រូវធ្លាក់មកក្នុងអំណាចព្រះអង្គច័ន្ទវិញនៅឆ្នាំ1519ក្រោយដែលបានលបងវាយលុកយកខេត្តកំពង់សៀមមកវិញពុំបានសម្រេចស្ដេចកនក៏ចាត់រាជទូតឲ្យនាំសារទៅថ្វាយព្រះច័ន្ទរាជា
ស្នើសុំចែកប្រទេសខ្មែរជាពីរដោយមានទន្លេមេគង្គជាបន្ទាត់ព្រំសីមា ស្ដេចកនគ្រប់គ្រងត្រើយខាងកើតហើយគង់នៅក្រុងស្រឡោះពិជ័យឯព្រះច័ន្ទរាជាត្រួតត្រាត្រើយខាងលិចហើយគង់នៅឯខេត្តពោធិ៍សាត់ចាប់តាំងពីពេលនោះមកសង្គ្រាមរវាងខ្មែរនិងខ្មែរគ្នាឯងក៏ត្រូវផ្អាកអស់រយៈកាលចំនួន 6-7 ឆ្នាំមកដល់ឆ្នាំ 1525 ទៅព្រះច័ន្ទរាជារៀបទ័ពវាយលុកស្ដេចកនម្ដងទៀតបន្ទាយក្រុងស្រឡោះពិជ័យត្រូវកងទ័ពច័ន្ទរាជាឡោមព័ទ្ធអស់រយៈពេល3ខែទីបញ្ចប់ស្ដេចកនត្រូវទទួលបរាជ័យទាំងស្រុងចៅហួកៅជាមេទ័ពនិងជាឪពុកមាខាងម្ដាយរបស់ស្ដេចកនត្រូវស្លាប់នៅនឹងកន្លែងឯស្ដេចកនត្រូវចាប់ខ្លួនបាននិងសម្លាប់ចោលតមកព្រះច័ន្ទរាជាបានឡើងសោយរាជ្យជាមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា